มาดามไปนี่ให้คืออะตอมเป็นอะแกมันเนี่ยเห็นซอนเนี่ยแทนแต่อย่าให้ก็ทางเมียสังเกตเสียมชิลเปียนจิเลิกตีใบหรือดอเลิกตีแบบไพนูเตบองปอนแจรวยอะไรนี่ฮะมีบอดชกบังได้มีแหลกกันนะดอกพอยสรวยบองพอดเสียมกำปงแต่เชียเยี่ยมแต่อย่าบนตุ่มเนิบเชียจานโจมาบันไทม์เตียให้บองปอนให้ตาขมายกำปงแต่จูบเรื่องเอาไว้นังเต้าแต่เฟอเรื่องเอาไว้ครั้งยังกับบ้านสังเกตเคยทางกลายปีสังเกตเสียมชิลเปียนเลิกตีมวยหนึ่งเลิกตีปีเมาส์ขมายยังหามีการปลายโปรยจูจบบอลเข้าปีสังเกตเลิกตีมวยตัวใบเชียจำนายเปเวเลียนเลิกปีใบคายเนอแต่สมาได้ครั้งหนึ่งรังมอมใต้จองเปสังเกตเลิกตีปีมีบอดชกบังจัดได้สลังเชียโดยการปีมุนนั่งหามีการปลายโปรครั้งเหม็นเต้นโดยซาแต่ให้พอใบยางแต่ปนนดได้เชียตอนนั้นได้เซียมเวปะห้าหนังกัดเหมือนเช่นโดยเชียเรื่องบัตรตีตั้งเรื่องการชื่อจับหรือสันเตวิธีดำเนินการยืดมันเลื่อนเอาตอนโดยจัดจองบานไอจังเตยเติมบังการบานเชียรูปเพียบสังคมใบบะไปเชียจนใบใจกรมกรตรนั่งไปช่างมันนุ่มมันสตับให้พอគ្នាតែងតែស្ដាប់តែអារម្មណ៍ការជឿទុកចិត្តរវាងប្រជាជននិងប្រជាជនឯប្រជាជននឹងរដ្ឋាភិបាលគឺបានថយចុះសម្រាប់សៀមបងប្អូនវាចង់ឃើញយើងបែបហ្នឹងឯងបងប្អូនចានិយាយទៅអាការបែកបាក់គ្នាហ្នឹងបែកបាក់ផ្ទៃក្នុងឬមួយក៏បែកបាក់ឯកភាពជាតិរបស់ខ្មែរហ្នឹងគឺពួកវាចង់ឃើញបែបហ្នឹងព្រោះដោយសារតែជាតិខ្មែរយើងខ្លាំងបងប្អូនគឺកំពុងតែខ្សោយពីខាងក្នុងបងប្អូនត្រូវដឹងថាចាការបាត់បង់ស្មារតីនៃការតស៊ូគឺគ្រោះថ្នាក់ជាងបាត់បង់ទីតាំងទេបងប្អូនចាព្រោះដោយសារតែប្រជាជនហ្នឹងគឺចាប់ផ្ដើមគិតថាអត់អាចធ្វើអ្វីបានទេមានអារម្មណ៍បរាជ័យខ្លាចជាធម្មតាស្មារតីការពារជាតិនឹងការកិត្តយុទ្ធសាស្ត្រត្រូវតែជំនួសដោយការបន្ទោគ្នាទៅវិញទៅមកមានចិត្តចាញ់ស្ត្រូវមិនចាំបាច់ឈ្នះដោយអាវុធទៅគេចង់ឲ្យព័ត៌មានប៉ិតហ្នឹងគឺត្រូវបានលាក់ទៅដោយពាក្យចចាមរាមពេលមនុស្សគិតមិនយល់ព័ត៌មានមិនប៉ិតឬពាក្យកណ្ដាលប៉ិតហ្នឹងគឺអាចរាលដាលបានលឿនអ្នកនិយាយខ្លាំងជាងឬមានប្រព័ន្ធផ្សព្វផ្សាយធំគឺជាអ្នកដែលនិយាយត្រឹមត្រូវរីឯការវិភាគជ្រៅហ្នឹងត្រូវមើលថាលេខនយោបាយប្រជាពិធត្រង់ចំណុចនេះបងប្អូនគឺពិតជាគ្រោះថ្នាក់ណាស់បើសិនជាបងប្អូនខ្លះហ្នឹងគាត់នៅតែមិនយល់ទេគឺប្រកាសជាចាញ់ល្បិចគេឲ្យបងប្អូនរួចឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងដែលយើងមាននៅក្នុងសប្តាហ៍ថ្ងៃហ្នឹងបងប្អូនចាគឺត្រូវគេ report សល់តែតិចតួចបំផុតតែប៉ុណ្ណោះដែលទប់ទល់បន្តឯអ្នកនៅក្រៅវិញក៏ពួកគេមិនទាន់ដឹងថាការធ្វើបែបនេះគឺជាការបំផ្លាញជាតិយើងដែរសង្គមពលរដ្ឋដឹកនាំទៅដោយអារម្មណ៍មិនមែនដោយហេតុផលអាចធ្វើឲ្យសេដ្ឋកិច្ចនិងជីវភាពប្រជាជនក៏ដូចជាប្រជាពលរដ្ឋហ្នឹងរងផលប៉ះពាល់នៅតំបន់ព្រំដែនខ្វះសន្តិភាពពាណិជ្ជកម្មថយចុះវិនិយោគិនខ្លាញ់ហានិភ័យព្រោះតែព័ត៌មានខ្លាំងនិងព័ត៌មានញុះញង់ប្រជាជនក៏ដូចជាប្រជាពលរដ្ឋក្រីក្រងាកខ្លាយទៅជាឧបករណ៍នយោបាយចុងក្រោយសម្រាប់អ្នករងគ្រោះមិនមែនអ្នកនិយាយខ្លាំងនោះទេមិនមែនអ្នកនិយាយខ្លាំងទាំងនោះទេបងប្អូនចាប៉ុន្តែគឺជាប្រជាជនសាមញ្ញដែលជឿសម្ដីរបស់ពួកគេផ្សព្វផ្សាយហើយអ្វីដែលខ្ញុំកំពុងតែបារម្ភខ្លាំងបំផុតនឹងគឺបាត់បង់ឱកាសដោះស្រាយយុទ្ធសាស្ត្រពិតនៅពេលដែលប្រជាពលរដ្ឋយើងគាត់នៅតែបន្តរំខានខ្លាំងទៅដល់រដ្ឋាភិបាលពិបាកដាក់យុទ្ធសាស្ត្រនយោបាយបន្តដោះស្រាយដែលវែងនៃការទូតនិងច្បាប់អន្តរជាតិពេលមិនទាន់ទទួលបានការគ្រប់គ្រងពីប្រជាជននៅពេលដែលសម្ព័ន្ធមិត្តអន្តរជាតិគេមើលឃើញជាតិមិនមានឯកភាពជាតិសម្រាប់អន្តរជាតិនិងមហាអំណាចគឺគេមិនអាចជួយបន្តនៅក្នុងការឈរការពារយើងទៀតបានទេបងប្អូនអញ្ចឹងហើយបានជាខ្ញុំនិយាយថាឯកភាពនៅខាងក្នុងគឺជាអាវុធដែលខ្លាំងជាងគ្រាប់បែកទៅទៀតបងប្អូនចាខូចខាតផ្នែកគឺនៅតិចជាងខូចខាតបាត់បង់ស្មារតីទេព្រោះដោយសារតែទីតាំងគ្រាន់តែជាផ្នែកទេបងប្អូនយើងអាចបន្តទៀមទាពីគេវិញបានប៉ុន្តែបើសិនជាបាត់បង់ស្មារតីបងប្អូនចាខូចខាតទាំងប្រទេសគឺគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជនយើងទាំងអស់គ្នានៅពេលដែលកំពុងតែមានបទឈប់បាញ់ដ៏ផុយស្រួយនេះការគិតមិនយល់ដំបូងរបស់ប្រជាពលរដ្ឋមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេប៉ុន្តែបើសិនជាមិនព្យាយាមយល់បងប្អូននោះវានឹងក្លាយទៅជាគ្រោះថ្នាក់ខ្លាំងបំផុតដល់ជាតិទាំងមូលនៅក្នុងពេលនេះខ្ញុំចង់ជំរាបជូនប្រាប់បងប្អូនថាប្រជាជនម្នាក់គឺស្មើនឹងកងទ័ពម្នាក់ដើម្បីការពារជាតិដូចជានៅជួរមុខជាដើមចឹងបងប្អូនចាគឺពួកគាត់ត្រៀមខ្លាំងមែនតែនត្រៀមជានិច្ចអត់ភ្លេចទេនឹងចាំកាតព្វកិច្ចតួនាទីនិងគោរពវិន័យចាស្ដាប់បទបញ្ជាគ្មានទេចិត្តងាករេឬមួយក៏គិតរឿងអ្វីផ្សេងពីព្រោះថាសត្រូវរបស់យើងបងប្អូនដឹងមិនអត់គឺគេកំពុងតែកាន់កំភ្លើងនៅមុខខ្សែត្រៀមតែម្ដងត្រៀមផ្ទុះជានិច្ចបងប្អូនចាមិនថាពេលណាក៏ដោយគឺយើងអត់ទាន់អាចដឹងមុនទេបងប្អូនបើបងប្អូនធ្វើចិត្តបានប៉ុណ្ណឹងកុំថាឡើយលើកទី3រហូតដល់លើកទី20ទៀតក៏សៀមមិនអាចធ្វើអីយើងកើតដែរពីព្រោះថាខ្មែរយើងគឺសាមគ្គីគ្នាខ្លាំងណាស់រឹងមាំក្លាហានទៅបានជាគេចាត់ទុកថាជាពូជអ្នកកសាងអង្គរបងប្អូនជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ